នៅពេលដែលធ្វើបន់កុសលហើយញាតិញោមបានឧទ្ទិសទានដល់ញាតិដែរឬទេឬក៏មិនបានឧទ្ទិសទេចុះបើឧទ្ទិសយ៉ាងដូចម្ដេចដើម្បីថាឲ្យត្រឹមត្រូវទៅដើម្បីឲ្យញាតិរបស់យើងឬក៏បេតជននឹងគាត់បានទទួលនៅចំណែកនៃបន់កុសលនឹងនៅក្នុងតេរោកតសោតព្រះអង្គសម្ដែងនៅពាក្យសម្រាប់ឧទ្ទិសបន់ញាតិញោមខ្លះក៏គាត់បានចេះហើយប៉ុន្តែញាតិញោមខ្លះទៀតក៏គាត់អត់ទាន់ចេះដែរបើយើងអត់ទាន់ចេះទេដោយសាររដូវកាលនេះជារដូវកាលដែលញាតិញោមតែងតែយកចង្ហាន់យកវត្ថុតេយ្យធម៌តេយ្យទានឬក៏បញ្ញកិរិយាវត្ថុផ្សេងហ្នឹងដើម្បីជាទីចម្រើននៃបុណ្យកុសលហ្នឹងដើម្បីបានប្រគេនដល់ព្រះសង្ឃជាដើមអញ្ចឹងនៅក្នុងចំណុចថាកាលណាបើយើងបានប្រគេនដល់ព្រះសង្ឃហើយយើងត្រូវតែចេះឧទ្ទិសទាននៅក្នុងសេចក្តីហ្នឹងដោយពាក្យជាឧទ្ទិសទានហ្នឹងរឿងខ្លីទេអញ្ចឹងយើងរៀនឲ្យចាំទៅមានពាក្យថាអ៊ីតាំងវោញាតតៃណាំងហោតោសុខេតាហោតោញាតយោទាននេះចូលមានដល់ញាតិទាំងឡាយសូមញាតិទាំងឡាយបានដល់នូវសេចក្តីសុខ